គ្រឿងអលង្ការមានច្រើនហើយប៉ុន្តែហេតុអីបានចិត្តនេះបងស្រីឬក៏អ្នកម្ដាយយើងគួរតែទិញអលង្ការត្បូងទិញត្បូងយកទៅជាគ្រឿងមង្គលនៅក្នុងផ្ទះរបស់យើងដោយសារអីត្បូងរបស់យើងកាន់តែខូចហើយត្បូងកម្ពុជាដែលខ្ញុំនៅក្នុងដៃនេះមិនថាត្បូងរតនគិរីត្បូងតទឹមបាទនោះទេទឹកដីបបៃលិនគឺខូចហើយរតនគិរីក៏ខ្សត់ដូចគ្នាដែរដូច្នេះត្បូងនេះលើសពីគ្រឿងអលង្ការធម្មតាគឺជាមរតកនៃដែនដីកម្ពុជាហើយជាមរតកនៃតចំនួនសម្រាប់គ្រួសារនៅពេលដែលយើងទិញយកឆ្នៃពាក់ជាគ្រឿងអលង្ការវាជួយបែបហ្នឹងវាយូរទៅវាមានកាន់តែមានគុណតម្លៃដោយសារតែរឿងរ៉ាវរបស់វាហើយប្រភពរបស់វានៃការកកើតក្នុងទឹកដីជ័យភូមិកម្ពុជារបស់យើងហើយមួយទៅវាក៏បញ្ជាក់ពីអត្តសញ្ញាណនៃអីគេនៃជនជាតិខ្មែរឬក៏គ្រឿងអលង្ការបែបខ្មែរដែរព្រោះយើងចូលរួមគ្រប់គ្រងនៅផលិតផលក្នុងស្រុកនៅពេលដែលយើងមាននៅត្បូងខ្មែររបស់យើងបើនិយាយពីរឿងមង្គលរឿងរាសីគឺវាស័ក្តិសិទ្ធិជាងត្បូងនាំចូលអញ្ចឹងនៅពេលដែលបងប្អូនទិញត្បូងមួយណាក៏ដោយកុំភ្លេចសួរពីប្រភពកុំភ្លេចសួរពីរឿងរ៉ាវរបស់វាផងថាតើត្បូងមកពីខេត្តណាធម្មជាតិឬក៏នាំចូលឬក៏ធម្មជាតិដូចគ្នានាំចូលមកឬក៏ក្នុងស្រុកបាទដុតអាំងឬក៏ឆ្នៃឆៅដូច្នេះហើយបានជានរិនតែងតែប្រឹក្សាយោបល់ជួយបងប្អូនអរគ្នាចង់ប្រឹក្សាអំពីត្បូងអាចខមមិនខាងក្រោម